នៅថ្ងៃទី17ខែមេសាម្សិលមិញនេះរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូសាធារណៈឯកជនជាមួយក្រុមហ៊ុន Funandejo Coastal Inland Waterway សម្រាប់ការអភិវឌ្ឍព្រៃជីក Funandejo ដែលមានតម្លៃជាង$1000 លានអាមេរិកពិធីចុះហត្ថលេខានេះធ្វើឡើងនៅក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនលោកស៊ីជីនពីងនៅកម្ពុជាហើយក៏ជាការឆ្លុះបញ្ចាំងពីការឯកភាពកម្រិតខ្ពស់ដែលសម្រេចបានរវាងប្រធានាធិបតីចិនប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោហ៊ុនសែននិងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតកិច្ចព្រមព្រៀងខាងលើនេះត្រូវបានចុះហត្ថលេខាក្រោមវត្តមានឯកឧត្តមស៊ុនចន្ទថលឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី1នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងលោកវ៉ាងថងជើប្រធានក្រុមហ៊ុនសាងសង់សារគមនាគមន៍ចិនហៅកាត់ថា CCC ឯកឧត្តមស៊ុនចន្ទថលបានលើកឡើងថានេះគឺជាការរស់ឡើងវិញនៅផ្លូវទឹកប្រវត្តិសាស្ត្រដែលមានទំនាក់ទំនងដ៏មានឥទ្ធិពលរវាងអតីតកាលនិងអនាគតរបស់កម្ពុជានេះគឺជាកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រកបដោយមហិច្ឆតានិងយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនការតភ្ជាប់ការធ្វើពាណិជ្ជកម្មកសិកម្មការគ្រប់គ្រងទឹកភាពធន់និងការប្រែប្រួលអាកាសធាតុទេសចរណ៍និងភស្តុភារកម្មជាដើមព្រមពេលជាមួយគ្នានេះលោកវ៉ាងថងជើប្រធានក្រុមហ៊ុន CCC បានមានប្រសាសន៍ថាព្រៃជីក Funandejo នឹងក្លាយជាកម្លាំងជំរុញថ្មីសម្រាប់កំណើនសេដ្ឋកិច្ចជាតិព្រោះវាជាផ្លូវនិងជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់នៅកម្ពុជាតាមលោកវ៉ាងថងជើបន្ទាប់ពីបញ្ចប់ការសាងសង់ព្រៃជីក Funandejo នឹងកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនទូទៅនៅកម្ពុជានិងជំរុញឧស្សាហកម្មកម្ពុជាឲ្យឈានទៅដល់កម្រិតមធ្យមនិងកម្រិតខ្ពស់លាតសន្ធឹងក្នុងចម្ងាយ1516គីឡូម៉ែត្រពីទន្លេបាសាក់ភ្នំពេញរហូតដល់ខេត្តកែបព្រៃជីកនេះនឹងបង្កើតច្រកផ្លូវទឹកពីសមុទ្រកម្ពុជាមកកណ្ដាលក្រុងសម្រាប់នាវាដឹកទំនិញដែលមានទម្ងន់រហូតដល់ទៅ3000តោនគម្រោងនេះនឹងរួមបញ្ចូលការជីកប្រឡាយការសាងសង់ច្រកទ្វារនាវានិងហេដ្ឋារចនាសម្ព័ន្ធនាវានិងភស្តុភារផ្សេងៗទៀតព្រៃជីកនេះគឺជាការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីពង្រឹងឯករាជ្យភាពផ្នែកសេដ្ឋកិច្ចនិងពង្រីកការតភ្ជាប់នៅក្នុងតំបន់